ពីប្រេងនាយមានភូមិភ្នំដាច់ស្រយាលមួយមានយុវជនម្នាក់ឈ្មោះលីឬគូដែលគ្មានសាច់ញាតិឬមិត្តភក្តិឡើយគាត់តែងតែដើរលេងគ្មានការងារធ្វើនិងមិនធ្វើអីសោះនៅថ្ងៃមួយលីឬគូបានឮថាគ្រួសារលោកតាចាងដែលជាអ្នកមានក្នុងភូមិជិតខាងបានទឹងមន់កុកដសាតមួយសំឡេងរងាវរបស់វាអាចតាក់ទាញម៉ែអំបៅឲ្យមកហៅរំលេងបានទៀតផងលីឬគូក៏ចាប់ផ្ដើមមានគំនិតអាក្រក់ចង់បានមន់កុកនោះនៅយប់ដែលមានព្រះច័ន្ទពេញវងនិងខ្យល់បក់ខ្លាំងលីឬគូបានឆ្លៀតឱកាសចូលទៅក្នុងផ្ទះរបស់លោកតាចាងជញ្ជាំងផ្ទះរបស់លោកតាចាងខ្ពស់ណាស់លីឬគូបានឡើងដាំខៅធំមួយនៅខាងក្រៅជញ្ជាំងរួចហើយលោតចូលទៅក្នុងទីធ្លាផ្ទះទីធ្លាផ្ទះស្ងាត់ជ្រងំមានតែសំឡេងខ្យល់បក់លើស្លឹកឈើលីឬគូបានលួចចូលទៅជិតទ្រុងមាន់ហើយពិតជាបានឃើញមាន់កុកធំមួយនៅក្នុងទ្រុងមែនពេលនៃលីឬគូហៀបនឹងចាប់វាស្រាប់តែគាត់ឮសំឡេងឆ្មាយំពីលើគាត់ងើបមុខឡើងស្រាប់តែឃើញឆ្មាខ្មៅធំមួយក្បាលរបស់លោកតាចាងកំពុងអង្គុយនៅលើជញ្ជាំងដោយមានភ្នែកពណ៌បៃតងភ្លឺសម្លឹងមកគាត់ឆ្មាខ្មៅនោះបានលោតចុះមកយ៉ាងលឿនហើយខ្វាយមុខរបស់លីឬគូបន្សល់ទុកនៅស្នាមរបួសជាច្រើនលីឬគូឈឺចាប់ស្រែកយំយ៉ាងខ្លាំងហើយយកដៃខ្ទប់មុខមួនកុកនោះក៏ស្ទុះហៅមកជឹកដៃរបស់គាត់លីឬគូគេចទៅឆ្វេងគេចទៅស្ដាំតែនៅតែដួលទៅលើដៃពេលនោះលោកតាចាងបានឮសំឡេងរំខានក៏ភ្ញាក់ពីដំណេកក៏ស្រែកតាមបង្អួយថាចោចាប់ចោកូនប្រុសទាំងពីររបស់លោកតាចាងបានឮសំឡេងស្រែកក៏កាន់ដំបងរត់ចេញពីផ្ទះលីឬគូឃើញដូច្នេះក៏ភ័យស្លន់ស្លោគាត់គិតខ្លាំងចិត្តថាចប់ហើយគាត់លែងគិតពីការលួចមាន់ទៀតហើយគាត់រត់សម្ដៅទៅជ្រុងជញ្ជាំងព្រោះចង់លួចចេញទៅក្រៅប៉ុន្តែជញ្ជាំងខ្ពស់ពេកមិនអាចលួចចេញបានងាយស្រួលឡើយដៃជើងរបស់គាត់ក៏មិនស្ដាប់បង្គាប់ហាក់ដូចជាពោពេញដោយជាតិសមាន់កូនប្រុសទាំងពីររបស់លោកតាចាងកាន់ដំបងរត់សម្ដៅមកលីឬគូបានស្រែកសុំអង្វើថាកុំវាយខ្ញុំគាត់រត់ទៅរត់មកក្នុងទីធ្លាផ្ទះទាំងភ័យស្លន់ស្លោភ្លាមនោះគាត់បានឃើញរោងឆ្កែមួយនៅក្បែរផ្ទះបាយគាត់ក៏ប្រញាប់លូនចូលទៅក្នុងរោងនោះហើយរត់គេចចូលទៅក្នុងព្រៃខាងក្រោយភូមិនៅពីក្រោយគាត់គេឮសំឡេងស្រែកនិងវាយដាំរបស់គ្រួសារលោកតាចាងហើយសំឡេងឆ្កែព្រោះឮរំពងពេញភូមិលីឬគូរត់រហូតដល់ដង្ហក់ហើយអង្គុយសម្រាកនៅក្រោមដើមឈើមួយគាត់មើលទៅសម្លៀកបំពាក់និងស្បែកជើងដែលរហែកហើយជើងរបស់គាត់ក៏មានឈាមហូរដែរលីឬគូមិនហ៊ានងាកក្រោយមើលទេពេលនោះគាត់ប្រៀបដូចជាសត្វកណ្ដិតដែលត្រូវឆ្មាដេញតាមគាត់អង្គុយនៅក្រោមដើមឈើដោយក្តីសោកស្ដាយរហូតដល់ព្រឹកព្រលឹមទើបលីឬគូដើរកឹសចយត្រឡប់ទៅផ្ទះវិញគាត់មើលទៅស្នាមរបួសនៅលើមុខហើយនឹកឃើញដល់យប់មិញដែលគាត់ត្រូវគេដេញតាមរត់គេចខ្លួនយ៉ាងវេទនាគាត់មានអារម្មណ៍ខ្មាស់អៀនជាខ្លាំងក្រោយមករឿងដែលលីឬគូទៅលួចមាន់ហើយត្រូវគេដេញតាមក៏បានល្បីពេញភូមិហើយក្លាយជារឿងកំប្លែងសម្រាប់អ្នកភូមិនិយាយគ្នាលេងពាក្យថាប៉ៅថោស៊ូឈ្វាន់មានន័យថារត់គេចខ្លួនដោយសត្វកណ្ដិតពាក្យនេះប្រើសម្រាប់ពិពណ៌នាអំពីមនុស្សដែលបរាជ័យឬមានរឿងអាស្រ័យហើយរត់គេចខ្លួនយ៉ាងវេទនានិងបាត់បង់កិត្តិយសដៃជើងរបស់គាត់ក៏មិនស្ដាប់បង្គាប់ហាក់ដូចជាពោពេញដោយជាតិសាមញ្ញ